ធ្វើជាមិត្តល្អសម្រាប់ខ្លួនឯងគឺជាសិល្បៈនៃការរស់នៅដែលមានក្តីសុខបំផុតជារឿយយើងចំណាយពេលច្រើនដើម្បីយល់ចិត្តនិងលើកទឹកចិត្តអ្នកដទៃប៉ុន្តែយើងបែរជាតឹងរឹងឬបន្ទោសខ្លួនឯងទៅវិញនៅពេលដែលយើងជួបបញ្ហាខ្ញុំសូមចែករំលែកនៅចំណុចសំខាន់មួយចំនួនដើម្បីក្លាយជាមិត្តល្អសម្រាប់ខ្លួនឯងចូលរៀនលើកលែងទោសឲ្យខ្លួនឯងគ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេនៅពេលអ្នកធ្វើខុសកុំប្រើពាក្យសម្ដីអាក្រក់ជេរប្រមាថខ្លួនឯងចូលចាត់ទុកកំហុសជាមេរៀនហើយប្រាប់ខ្លួនឯងថាមិនអីទេលើកក្រោយយើងនឹងធ្វើវាបានល្អជាងនេះចូលផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯងមិត្តល្អតែងតែនៅក្បែរយើងក្នុងពេលលំបាកដូច្នេះនៅពេលអ្នកមានអារម្មណ៍ថាហត់នឿយឬអស់សង្ឃឹមចូលរៀននិយាយពាក្យលើកទឹកចិត្តដល់ខ្លួនឯងដោយដែលអ្នកធ្លាប់និយាយទៅកាន់មិត្តភ័ក្តិនិងអ្នកដទៃផងដែរអ្នកអាចនិយាយថាឯងធ្វើបានល្អណាស់សម្រាប់ថ្ងៃនេះឬសូមតស៊ូបន្តិចទៀតដើម្បីឲ្យល្អប្រសើរជាងនេះសូមស្វែងយល់និងស្គាល់អំពីតម្លៃខ្លួនឯងកុំរងចាំឲ្យអ្នកដទៃមកសរសើរយើងទើបយើងមានអារម្មណ៍ថាខ្លួនឯងមានតម្លៃចូលចំណាយពេលសង្កេតមើលចំណុចខ្លាំងចំណុចល្អនិងអ្វីដែលអ្នកបានសម្រេចកន្លងមកទោះបីជារឿងតូចតាចក៏ដោយសូមមើលថែរក្សាសុខភាពខ្លួនឯងទាំងសុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្តមិត្តល្អមិនចង់ឃើញអ្នកឈឺឬបាក់ទឹកចិត្តនោះទេការធ្វើជាមិត្តល្អសម្រាប់ខ្លួនឯងអ្នកត្រូវតែសម្រាកឲ្យបានគ្រប់គ្រាន់ញ៉ាំអាហារឲ្យបានទៀងទាត់និងអាហារដែលមានសុខភាពសម្រាប់អ្នកពេលទំនេរចូលធ្វើលំហាត់ប្រាណនិងសម្រាកខួរក្បាលដោយការអានសៀវភៅស្ដាប់តន្ត្រីចូលរៀនកំណត់ព្រំដែនសម្រាប់ខ្លួនឯងការរៀននិយាយពាក្យថាទេចំពោះអ្វីដែលធ្វើឲ្យអ្នកបាត់បង់សេចក្តីសុខឬប៉ះពាល់ដល់ផ្លូវចិត្តគឺជាការផ្ដល់តម្លៃឲ្យខ្លួនឯងមិត្តល្អនឹងមិនបង្ខំអ្នកឲ្យធ្វើអ្វីដែលនាំទុក្ខដល់អ្នកឡើយសូមកុំធ្វើការប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃមិត្តល្អមិនដែលយករឿងទៅប្រៀបធៀបជាមួយអ្នកដទៃឡើយដើម្បីជន់ពន្លិចយើងនោះទេចូលចាំថាជីវិតម្នាក់មានការវិភាគខុសគ្នាការផ្ដោតលើការរីកចម្រើនរបស់ខ្លួនឯងទោះបីបន្តិចបន្តួចក្តីក៏ប្រសើរជាងអង្គុយមើលជោគជ័យរបស់អ្នកដទៃផងដែរចូលរៀនរស់នៅជាមួយនឹងភាពស្ងប់ស្ងាត់ការរស់នៅម្នាក់ឯងមិនមែនមានន័យថាឯកានោះទេមិត្តល្អបំផុតសម្រាប់ខ្លួនឯងគឺជាមនុស្សដែលចេះរីករាយនឹងការចំណាយពេលជាមួយខ្លួនឯងដូចជាការអានសៀវភៅការដើរកម្សាន្តម្នាក់ឯងឬគ្រាន់តែអង្គុយពិចារណាអំពីគោលដៅជីវិតដោយសន្តិវិធីទាំងនេះគឺជាពេលដែលអ្នកត្រូវស្ដាប់សំឡេងបេះដូងខ្លួនឯងបានច្បាស់ជាងមុនចូលចំណាយពេលធ្វើការវិនិយោគលើចំណេះដឹងនិងសុខភាពការធ្វើជាមិត្តល្អគឺចង់ឃើញមិត្តម្នាក់នោះមានការរីកចម្រើនដូច្នេះចូលផ្ដល់ឱកាសឲ្យខ្លួនឯងរៀននៅអ្វីដែលថ្មីបង្កើនជំនាញឬចំណាយពេលលើអ្វីដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាខ្លួនឯងមានតម្លៃនេះគឺជាការផ្ដល់កាដូដ៏ល្អបំផុតសម្រាប់អនាគតរបស់អ្នកចូលដឹងគុណចំពោះខ្លួនឯងជារៀងរាល់ថ្ងៃមុនពេលចូលគេងចូលសាកល្បងអរគុណខ្លួនឯងយ៉ាងតិច3យ៉ាងទី1អរគុណដែលថ្ងៃនេះអ្នកបានអត់ធ្មត់ជាមួយនឹងការងារនិងបញ្ហាដែលអ្នកជួបប្រទះអរគុណដែលអ្នកបានផ្ដល់ពេលវេលាសម្រាប់ខ្លួនឯងអរគុណដែលនៅតែញញឹមបានទោះបីជាអ្នកហត់បន្តិចក៏ដោយការធ្វើជាមិត្តល្អរបស់ខ្លួនឯងគឺមិនចាំបាច់រងចាំតតែខ្លួនឯងល្អឥតខ្ចោះទើបស្រឡាញ់ខ្លួនឯងនោះទេ
ការពិតទៅអត្ថន័យពិតប្រាកដនៃមិត្តល្អសម្រាប់ខ្លួនឯងគឺការស្រឡាញ់ខ្លួនឯងទាំងចំណុចល្អនិងចំណុចខ្វះខាតមិត្តល្អម្នាក់មិនបោះបង់អ្នកចោលឡើយទោះបីអ្នកមានចំណុចអវិជ្ជមានក៏ដោយដូច្នេះអ្នកក៏ត្រូវរៀនអោបប្រសោបយកចំណុចខ្វះខាតនិងចំណុចល្អហើយច្នៃវាឲ្យទៅជាកម្លាំងចិត្តសម្រាប់ខ្លួនឯងនៅក្នុងពិភពលោកដ៏មមាញឹកនិងសម្ពាធពីខាងក្រៅចូលធ្វើឲ្យចិត្តរបស់អ្នកក្លាយជាផ្ទះដែលមានសុវត្ថិភាពបំផុតសម្រាប់ខ្លួនឯងនៅពេលពិភពលោកខាងក្រៅវាយប្រហារអ្នកឬធ្វើឲ្យអ្នកមានអារម្មណ៍ខូចចិត្តអ្នកត្រូវតែមានសមត្ថភាពត្រឡប់មកស្វែងរកសេចក្តីសុខនិងលួងលោមក្នុងចិត្តខ្លួនឯងបើចិត្តអ្នកជាមិត្តល្អនឹងអ្នកនឹងមិនមានអារម្មណ៍ថាឯកាទោះបីជាគ្មានអ្នកណានៅក្បែរអ្នកក៏ដោយការធ្វើជាមិត្តល្អសម្រាប់ខ្លួនឯងគឺជាសន្តិភាពក្នុងចិត្តនៅពេលអ្នកឈប់ធ្វើសង្គ្រាមជាមួយខ្លួនឯងពិភពលោកជុំវិញខ្លួនអ្នកក៏នឹងប្រែជាស្រស់បំព្រងនិងមានន័យជាងមុនវាមិនមែនជាការអាត្មានិយមដែលស្រឡាញ់ខ្លួនឯងមុនគេនោះទេព្រោះអ្នកមិនអាចចាក់ទឹកចេញពីកែវដែលទទេបានឡើយដូច្នេះចូលឲ្យតម្លៃខ្លួនឯងស្រឡាញ់ខ្លួនឯងនិងធ្វើជាមិត្តល្អសម្រាប់ខ្លួនឯងសូមអរគុណដល់ប្រិយមិត្តអ្នកស្ដាប់ដែលតែងតែចូលចិត្តស្ដាប់ Channel កូននាងរបស់យើងខ្ញុំសូមប្រិយមិត្តអ្នកស្ដាប់ជួយចុច Subscribe ដើម្បីទទួលបាននៅអត្ថបទល្អៗទាក់ទងនឹងការលើកទឹកចិត្តផ្ដល់កម្លាំងចិត្តនៅក្នុងជីវិតរស់នៅ